ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី2ដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃរបស់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃសៅរ៍800ខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី9និងថ្ងៃទី10ខែឧសភាឆ្នាំ2026នេះពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី2ដើម្បីចែករំលែកបទពិសោធន៍ជូនទៅកាន់បងប្អូនសិក្ខាកាមដែលជាអ្នកសារព័ត៌មានឲ្យយល់ដឹងអំពីតម្លៃនិងចំណេះដឹងនៃច្បាប់នៃរបបសារព័ត៌មានក្នុងគោលបំណងទី1គឺត្រូវពង្រឹងការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានសន្តិភាពទី2លើកកម្ពស់ការអនុវត្តនិងការផ្សព្វផ្សាយព័ត៌មានបែបសន្តិភាពនៅក្នុងសង្គមទី3ការលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃភាសាសារព័ត៌មានទី4ស្វែងយល់ច្បាប់កាន់តែច្បាស់ពាក់ព័ន្ធទៅនឹងវិស័យសារព័ត៌មានទី5ការយល់អំពីមូលដ្ឋាននិងចលនាសម្ព័ន្ធត្រូវការសរសេរព័ត៌មានទី6ការពង្រឹងសមត្ថភាពនៃការធ្វើព័ត៌មានខ្លាំងទី7ការយល់ដឹងអំពីការកាត់បន្ថយហិង្សាតាមរយៈសារព័ត៌មានក្នុងនោះវត្តមានរបស់លោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានអញ្ជើញបើកកិច្ចសហការជាមួយទៅនឹងអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់កដតក្នុងនោះរួមមានទី1អ្នកគ្រូនាយិកាស្រីសុធីវីទី2លោកគ្រូលន់ឧត្តមទី3លោកគ្រូខែមនិតសារាក្នុងនោះដែរលោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពបានធ្វើបទបង្ហាញចែករំលែកអំពីច្បាប់ស្តីអំពីរបបសារព័ត៌មានជំពូកទី2ការទទួលខុសត្រូវនៃអ្នកសារព័ត៌មានក្នុងមាត្រាទី7នៅចំណុចទី11ត្រូវចាត់ទុក4ចំណុចខាងក្រោមនេះគឺជាការរំលោភដ៏ធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទី1គឺការលួចចម្លងគំនិតស្នាដៃរបស់អ្នកដទៃមកដាក់ជារបស់ខ្លួនទី2បន្លំឲ្យគេយល់ខុសដូចជាការសរសេរបែបបញ្ឆិតបញ្ឈៀងដើម្បីឲ្យអ្នកមានការសង្ស័យដោយអយុត្តិធម៌លើបុគ្គលណាម្នាក់ឬក្រុមបកពួកណាមួយទី3ការមុលបង្កាច់បរិហាគេនឹងការជេរប្រមាថទី4ការទទួលសំណូកតាមបែបណាឬមួយក៏ជាការចម្រិតយកប្រាក់ដើម្បីជាថ្នូរទៅនឹងការចុះផ្សាយឬមិនចុះផ្សាយនៅព័ត៌មានណាមួយនឹងចែករំលែកអ្វីទៅហៅថាវិជ្ជាជីវៈក្រមសីលធម៌ច្បាប់ស្តីអំពីរបបសារព័ត៌មានសន្តិភាពព័ត៌មានជាអ្វីទៅជាដំណឹងចង់បានព័ត៌មានត្រូវធ្វើដូចម្ដេចកិច្ចបន្ទាប់នៃការចូលរួមរំលែកបទពិសោធន៍ជជែកវែកញែករវាងអ្នកសារព័ត៌មាននិងអ្នកសារព័ត៌មានអំពីបញ្ហាប្រឈមដោយលោកចុចវីដែលជាប្រធានសមាគមអភិវឌ្ឍយុវជនដើម្បីសង្គមនិងជាចាងវាងអង្គភាពគេហទំព័រ MNT News ឡើងធ្វើបទបង្ហាញចែករំលែកអំពីការយល់ដឹងអំពីការកាត់បន្ថយហិង្សាតាមរយៈសារព័ត៌មាននិងចែករំលែកអំពីបញ្ហាប្រឈមនៅក្នុងការធ្វើព័ត៌មានអ្វីទៅព័ត៌មានសន្តិភាពអ្វីទៅព័ត៌មានបែបហិង្សាកិច្ចបន្ទាប់លោកសិនខ្វាន់ឆាក៏បានចូលរួមនៅក្នុងការចែករំលែកអំពីបទពិសោធន៍នៅក្នុងការធ្វើព័ត៌មានអំពីបញ្ហាប្រឈមនៅក្នុងការធ្វើព័ត៌មានតាក់ទងទៅនឹងការធ្វើព័ត៌មានរាយការណ៍ពិស្ដារព័ត៌មានសង្ខេបព័ត៌មានទាន់ហេតុការណ៍បន្ថែមពីនោះក៏មានការចូលរួមចំណែកចែករំលែកដោយលោកម៉ាក់ប៊ុនលីដែលជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកផ្សព្វផ្សាយព័ត៌មាននៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងជាចាងវាងថ្ងៃ7មករាក៏បានចូលរួមលើកឡើងអំពីចំណុចសំខាន់បញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននិងចែករំលែកអំពីបទពិសោធន៍នៅក្នុងការធ្វើព័ត៌មានកន្លងមករបៀបសរសេរព័ត៌មាន File W1A ច្បាប់យកមកចែកជូនទៅដល់សិក្ខាកាមចូលរួមសិក្សាវគ្គខ្លីៗរយៈពេល2ថ្ងៃពេញដែលមានចំនួន75រូបជាចុងបញ្ចប់វត្តមានរបស់លោកមានចន្ទធីដែលជាប្រធានសមាគមយុវជនសារព័ត៌មានដើម្បីសន្តិភាពក៏សូមគោរពអរគុណទៅដល់អង្គការ ACT ក្រុមការងារដើម្បីដោះស្រាយទំនាស់បានផ្ដល់កិត្តិយសបែបកិច្ចសហការជាមួយទៅនឹងសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពហៅកាត់ថាសដើម្បីចែករំលែកបទពិសោធន៍និងសារព័ត៌មានសន្តិភាពជូនទៅដល់សិក្ខាកាមឲ្យយល់ដឹងអំពីចំណេះដឹងនៃច្បាប់របបសារព័ត៌មាននៃសន្តិភាពក្នុងនោះចំណុចសំខាន់នៃសារព័ត៌មានមានដូចជាអ្វីទៅជាសារព័ត៌មានសន្តិភាពនិងហិង្សាស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានស្វែងយល់អំពីសញ្ញាណនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានសន្តិភាពនិងសារព័ត៌មានបែបហិង្សាពង្រឹងការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានសន្តិភាពលើកកម្ពស់ការអនុវត្តនិងការផ្សព្វផ្សាយព័ត៌មានបែបសន្តិភាពនៅក្នុងសង្គមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃភាសាព័ត៌មានស្វែងយល់អំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មានការយល់អំពីមូលដ្ឋាននិងចលនាសម្ព័ន្ធត្រូវការសរសេរព័ត៌មានពង្រឹងសមត្ថភាពនៃការធ្វើព័ត៌មានឲ្យបានខ្លាំងការយល់ដឹងអំពីការកាត់បន្ថយហិង្សាតាមរយៈសរសេរព័ត៌មានតាមរយៈសារព័ត៌មានស្វែងយល់អំពីទំនាស់
និងវិភាគទំនាស់ក្នុងនោះផងដែរវត្តមានរបស់លោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងលោកចុចវីប្រធានសមាគមអភិវឌ្ឍយុវជនដើម្បីសង្គមចូលរួមចែកសិភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងសិភៅរបាយការណ៍ស្ថានភាពសេរីភាពនៃសារព័ត៌មាននៅកម្ពុជាចែកជូនទៅដល់សិក្ខាកាមទាំង75រូបដែលបានចូលរួមវគ្គសិក្សាស្ដីអំពីការពង្រឹងសមត្ថភាពអ្នកសរសេរព័ត៌មានដើម្បីលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈនិងគុណតម្លៃរបស់អ្នកសារព័ត៌មាននៅកម្ពុជាចុងម៉ោងបិទវគ្គបណ្ដុះបណ្ដាលលោកមានចន្ទធីដែលជាប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពនិងលោកចុចវីប្រធានសមាគមអភិវឌ្ឍយុវជនដើម្បីសង្គមបានចូលរួមប្រកួតវិញ្ញាបនបត្រចែកជូនទៅដល់សិក្ខាកាមផងដែរដោយសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពចូលរួមសហការដោយសមាជិកសមាគមនិងអង្គភាពសារព័ត៌មានដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកានេះមានដូចជាសមាគមមនុស្សធម៌គាំពៀពលរដ្ឋកម្ពុជាអង្គការអភិរក្សបរិស្ថាននិងអភិវឌ្ឍជនបទសមាគមអភិវឌ្ឍយុវជនដើម្បីសង្គមសមាគមសម្ព័ន្ធសេដ្ឋកិច្ចនិងរមាក់សន្តិភាពសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាសមាគមអ្នកសារព័ត៌មានសេដ្ឋកិច្ចនិងអប់រំអង្គភាពសារព័ត៌មានគេហទំព័រអាស៊ីនដេលីសាលារៀនបណ្ដុះធនធានកុមារសាលារៀន Westcam អង្គភាពសារព័ត៌មានគេហទំព័រមនុស្សធម៌អង្គភាពសារព័ត៌មានកងមេញូសារព័ត៌មានអន្ត្រី Plus News សារព័ត៌មាន CNN TV News អង្គភាពសារព័ត៌មានថ្ងៃ7មករាអង្គភាពសារព័ត៌មានកំពុងសំណាញ់ប៉ុស្តិ៍គេហទំព័រពេញចិត្ត Media News គេហទំព័រ CRTV News សារព័ត៌មានគេហទំព័រ RCN TV Online អង្គភាពសារព័ត៌មានអភិវឌ្ឍកម្ពុជាអង្គភាពសារព័ត៌មាន MNSP News អង្គភាពសារព័ត៌មានបាក់សីត្រជាកម្មអង្គភាពសារព័ត៌មានគេហទំព័រសង្គមបច្ចុប្បន្នអង្គភាពសារព័ត៌មានក្តាមក្រហម Hot News អង្គភាពសារព័ត៌មាន TNC អង្គភាពសារព័ត៌មានទូរទស្សន៍អនឡាញ PCN អង្គភាពសារព័ត៌មាន VTV Hot News អង្គភាពសារព័ត៌មានកម្ពុជាដែលជួសសន្តិភាពអង្គភាពសារព័ត៌មានគេហទំព័រ PCM Hot News អង្គភាពសារព័ត៌មានឆាប់រហ័សក្នុងដៃរបស់អ្នកអង្គភាពសារព័ត៌មាន Mesa News សារព័ត៌មានកំពុងឆ្នាំងប៉ុស្តិ៍ទាន់ហេតុការណ៍គេហទំព័រខ្មែរ Top News សារព័ត៌មានគេហទំព័រ Limpoli News គេហទំព័រសារព័ត៌មានបណ្ដាញសន្តិភាពគេហទំព័រ Phala សារព័ត៌មានអង្គភាពសារព័ត៌មានគេហទំព័ររដ្ឋាអភិវឌ្ឍ News អង្គភាពសារព័ត៌មានគេហទំព័រ Prep Messenger TV អង្គភាពសារព័ត៌មាន CNT Hot News អង្គភាពសារព័ត៌មានគេហទំព័រព្រំសុជា Hot News អង្គភាពសារព័ត៌មានគេហទំព័រPDA អង្គភាពសារព័ត៌មាន AK Sports សារព័ត៌មាន CSK Hot News សារព័ត៌មាន One TV Online អង្គភាពគេហទំព័រខ្មែរអេសាន TV Online អង្គភាពសារព័ត៌មាន NCT News រួមនឹងអាជីវកម្មព្រិនរូបថតធ្វើផ្លាកយីហោ PTK ផងដែរជាចុងបញ្ចប់ខ្ញុំបានព្រមទាំងក្រុមការងារនិងសហការីនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាពសូមលំអរកាយគោរពអរគុណនិង